កម្លាំងក្នុងខ្លួនដែលអ្នកមិនធ្លាប់ដឹងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអភិវឌ្ឍខ្លួនឯងដែលមានចំណងជើងថាកម្លាំងក្នុងខ្លួនដែលអ្នកមិនធ្លាប់ដឹងថ្ងៃនេះយើងនឹងធ្វើដំណើរចូលទៅក្នុងចិត្តរកឃើញធម៌ពលសម្ងាត់មួយដែលស្ថិតនៅក្នុងមនុស្សគ្រប់គ្នាធម៌ពលដែលអាចផ្លាស់ប្ដូរជីវិតបានប្រសិនបើយើងរៀនយល់និងប្រើវាសូមដកដង្ហើមជ្រៅជ្រៅសម្រាករាងកាយបើកចិត្តរបស់អ្នកហើយអនុញ្ញាតឲ្យខ្ញុំដឹកនាំអ្នកក្នុងនាទីបន្ទាប់នេះភាគ1កម្លាំងដែលលាក់ខ្លួនពេលខ្លះយើងគិតថាខ្លួនឯងខ្សោយបរាជ័យឬមិនអាចធ្វើអ្វីមួយបានទេតែចូលពិសោធន៍ជីវិតមើលម្ដងទាំងអស់គ្នាបានឆ្លងកាត់រឿងពិបាកយើងធ្លាប់ចុះខ្សោយបាត់បង់ឈឺចាប់ប៉ុន្តែយើងនៅតែរស់នៅនោះគឺជាភស្តុតាងដ៏ធំថាអ្នកមានកម្លាំងលាក់ខ្លួនជាងអ្នកគិតកម្លាំងនេះគឺកម្លាំងក្នុងការរស់រានមានជីវិតកម្លាំងក្នុងការឆ្លើយតបនឹងឧបសគ្គកម្លាំងក្នុងការសម្រេចចិត្តកម្លាំងក្នុងការរីកចម្រើនចូលចងចាំពីថ្ងៃកំណើតអ្នកមិនមែនជាមនុស្សខ្សោយទេអ្នកគឺជាអ្នករស់រានដែលឈ្នះជាង10លានមេជីវិតបើយើងចាប់ផ្ដើមជឿលើកម្លាំងនេះជីវិតនឹងផ្លាស់ប្ដូររួចហើយភាគ2ការស្វែងយល់អំពីខ្លួនឯងមុនពេលអ្នកអាចប្រាយកម្លាំងក្នុងខ្លួនអ្នកត្រូវស្គាល់ខ្លួនឯងជាមុនសិនសួរខ្លួនឯងតែមួយសំណួរខ្ញុំជានរណាតើខ្ញុំចង់ក្លាយទៅជាមនុស្សប្រភេទណាសូមបិទភ្នែករបស់អ្នកស្រមៃឃើញខ្លួនអ្នកបន្ទាប់ពី2ឆ្នាំ5ឆ្នាំឬ10ឆ្នាំទៀតតើអ្នកកំពុងធ្វើការដែលអ្នកស្រឡាញ់តើអ្នករស់នៅក្នុងបរិយាកាសល្អតើអ្នកមានមនុស្សជុំវិញដែលគាំទ្រតើអ្នកមានចិត្តស្ងប់ស្ងាត់រូបភាពដែលអ្នកឃើញនោះហើយវាគឺជាការណែនាំពីខ្លាំងសម្ងាត់ក្នុងអ្នកកម្លាំងរបស់អ្នកតែងតែបញ្ជូនសារមួយថាអ្នកអាចក្លាយទៅជាវីរនារីដ៏ក្លាហានណាមួយប្រសិនបើអ្នកកុំបោះបង់ភាគ3ការដោះសោផ្លូវចិត្តមនុស្សជាច្រើនមិនដឹងថាមកពូលពិតមកពីណាទេវាមិនមកពីខ្លួនកាយទេវាមកពីការគិតនិងការជឿមានច្បាប់សាមញ្ញប៉ុន្តែមានអំណោយខ្លាំងណាស់1ច្បាប់របស់ការជឿលើខ្លួនឯងអ្នកនៅតែខ្សោយព្រោះអ្នកគិតថាខ្លួនឯងខ្សោយថ្ងៃដែលអ្នកបដូរគំនិតជីវិតនឹងបដូររួចហើយ2ច្បាប់របស់គោលដៅច្បាស់លាស់គោលដៅគឺដូចជាខ្សែបង្ហាញផ្លូវគ្មានគោលដៅគ្មានការរីកចម្រើន3ច្បាប់របស់ការអនុវត្តរៀងរាល់ថ្ងៃកម្លាំងមិនកើតឡើងក្នុងមួយយប់ទេវាកើតឡើងពីទម្លាប់តូចៗដែលអ្នកធ្វើមក4ដងអានសៀវភៅ5នាទីហាត់ប្រាណ15នាទីបង្កើនជំនាញ 1% ការផ្លាស់ប្ដូរនឹងកើតឡើងដោយស្វ័យប្រវត្តិភាគ4កម្លាំងនៅពេលធ្លាក់ចុះជីវិតមិនមានថ្ងៃរៀបស្មើទេមានថ្ងៃល្អមានថ្ងៃអាក្រក់ប៉ុន្តែកម្លាំងពិតប្រាកដរបស់មនុស្សម្នាក់ត្រូវបានបង្ហាញនៅពេលដែលគេធ្លាក់ចុះពេលអ្នកបរាជ័យពេលអ្នកបាត់បង់ពេលអ្នកត្រូវគេមិនយល់ពេលអ្នកអស់ហើយជឿខ្លាំងៗថាកម្លាំងក្នុងអ្នកមិនទាន់អស់ទេវាកំពុងធ្វើការក្នុងការស្ងប់ស្ងាត់ដើម្បីរៀបចំថ្ងៃដែលអ្នកឡើងឈ្នះម្ដងទៀតចូលចងច័ន្ទបរាជ័យមិនមែនជាចុងក្រោយទេវាគ្រាន់តែជាពេលសាកល្បងថាអ្នកចង់ឈ្នះដូចម្ដេចភាគ5របៀបបង្កើនកម្លាំងក្នុងខ្លួន1ការគិតវិជ្ជមានគិតដូចអ្នកឈ្នះគិតដូចអ្នកក្លាហានគិតដូចអ្នកដែលមិនធ្វេសច្រេះ2ការកំណត់ទម្លាប់ថ្មីត្រូវគេងត្រឹមត្រូវផឹកតែគ្រប់គ្រាន់ចំណាយពេលជាមួយមនុស្សវិជ្ជមានរៀនអ្វីថ្មីរៀងរាល់ថ្ងៃ3ការពង្រឹងលើសមត្ថភាពខ្លួនឯងស្វែងរកជំនាញដែលអ្នកបង្ហាញខ្លួនបានល្អត្រូវហាត់វារៀងរាល់ថ្ងៃ 1% 50ថ្ងៃក្រោយនឹងមានភាពខុសគ្នាធំណាស់4ការពង្រឹងទំនុកចិត្តនិយាយតែខ្លួនឯងរៀងរាល់ព្រឹកថាខ្ញុំអាចធ្វើបានខ្ញុំសុំនឹងជោគជ័យខ្ញុំមានកម្លាំងក្នុងខ្លួន5ការអភិវឌ្ឍជីវិតដោយមិនបោះបង់ចូលធ្វើបន្ត
មិនថាយឺតឬលឿនតែធ្វើឲ្យដល់ចុងភាគចុងបញ្ចប់កម្លាំងដែលអ្នករៀបចំសម្រាប់អនាគតពេលអ្នកស្វែងរកកម្លាំងក្នុងខ្លួនអ្នកនឹងឃើញថាអ្វីមិនទេពៀងទាំងឡាយដែលអ្នកធ្លាប់គិតថាមិនអាចស្ថិតនៅក្នុងដៃរបស់អ្នកជាដាច់ខាតថ្ងៃនេះអ្នកបានធ្វើដំណើរការដំបូងក្នុងការរកឃើញខ្លួនឯងសូមក្រោកឈរសូមជឿលើខ្លួនសូមដើរទៅមុខហើយចូលចងចាំឃើញថាកម្លាំងដែលអ្នកមិនធ្លាប់ដឹងគឺស្ថិតនៅក្នុងអ្នកតាំងពីដើមមកហើយអ្នកគ្រាន់តែត្រូវបើកទ្វារហើយប្រើវាសូមឲ្យអ្នកបានជោគជ័យក្នុងផ្លូវអភិវឌ្ឍខ្លួនសូមអរគុណសម្រាប់ការស្ដាប់